សរសើរតាមទំនុកដំកើងដែលយើងនឹងសរសើរដំកើងព្រះតាមទំនុកដំកើងជាមួយគ្នាចា៎សូមឲ្យចិត្តយើងដែលជាកូនព្រះនោះបានសរសើរទ្រង់រាល់ថ្ងៃត្បិតព្រះដ៏ពិតនៃយើងជាព្រះដែលមានព្រះជន្មរស់នៅទ្រង់តូចឃើញនិងជ្រាបយល់ដឹងនៅដំណើរផ្លូវជីវិតរបស់យើងរាល់ពេលវេលាហើយទ្រង់សពប្រតិឲ្យយើងបានរៀនទុកចិត្តលើទ្រង់ក្នុងគ្រប់កលៈទេសៈនិងគ្រប់ពេលវេលាចូលយើងសរសើរដំកើងព្រះយេហូវទ្រង់ជាពន្លឺហើយជាសេចក្តីសង្គ្រោះរបស់ខ្ញុំតើខ្ញុំនឹងត្រូវខ្លាចចំពោះអ្នកណាព្រះយេហូវជាទីពឹងពំនាក់នៃជីវិតខ្ញុំតើត្រូវឲ្យខ្ញុំភ័យចំពោះអ្នកណាការមនុស្សអាក្រក់គឺជាពួកទាស់ទទឹងហើយជាខ្មាំងសត្រូវនៃខ្ញុំបានសង់មកលើខ្ញុំដើម្បីនឹងស៊ីសាច់ខ្ញុំនោះគេបានចំពប់ដួលទាំងអស់គ្នាទោះបើមានពួកពលមកបោះតបច្បាំងនឹងខ្ញុំគង់តែចិត្តខ្ញុំមិនភ័យឡើយទោះបើការមានចម្បាំងទាស់នឹងខ្ញុំគង់តែខ្ញុំនឹងមានចិត្តសង្ឃឹមបានដែរខ្ញុំបានសង្ឃឹមសូមសេចក្តីតែមួយពីព្រះយេហូវហើយនឹងស្វែងរកសេចក្តីនោះឯងគឺឲ្យខ្ញុំបាននៅក្នុងដំណាក់នៃព្រះយេហូវរាល់តែថ្ងៃអស់មួយជីវិតខ្ញុំដើម្បីនឹងរំពឹងមើលសេចក្តីអំណរនៃព្រះយេហូវហើយនឹងពិនិត្យពិចារណានៅក្នុងព្រះវិហាររបស់ទ្រង់ត្បិតនៅថ្ងៃអាក្រក់ទ្រង់នឹងថែរក្សាខ្ញុំដែលកំបាំងនៅក្នុងព្រះពន្លាទ្រង់ក៏នឹងបំពួនខ្ញុំនៅទីសម្ងាត់ក្នុងត្រសាទ្រង់ហើយនឹងលើកខ្ញុំឡើងដាក់លើថ្មដាឥឡូវនេះខ្ញុំបានងើបក្បាលឡើងហើយគឺខ្ពស់ជាងខ្មាំងសត្រូវដែលព័ទ្ធជុំវិញខ្ញុំទៅទៀតហើយខ្ញុំនឹងថ្វាយគ្រឿងបូជានៃសេចក្តីអំណរនៅក្នុងរោងរបស់សទ្រង់ខ្ញុំនឹងច្រៀងសរសើរដល់ព្រះយេហូវយើងទើបនឹងបានស្ដាប់នៅទំនុកដំកើង27ខ1ទៅ6តើបងប្អូនហ៊ានស្រែកថាខ្ញុំមិនខ្លាចទេព្រះយេហូវទ្រង់ជាពន្លឺហើយជាសេចក្តីសង្គ្រោះរបស់ខ្ញុំតើខ្ញុំនឹងត្រូវខ្លាចចំពោះអ្នកណាព្រះយេហូវទ្រង់ជាទីពឹងពំនាក់នៃជីវិតខ្ញុំនេះបានចារឡើងនៅក្នុងខ1នេះជាសំណួរមួយដ៏ល្អតើហេតុអ្វីដែលយើងត្រូវខ្លាចតើព្រះនឹងធ្វើអ្វីដល់យើងនៅពេលដែលយើងជួបនឹងខ្មាំងសត្រូវនោះទំនុកដំកើងនេះបានប្រាប់យើងថានៅពេលណាដែលយើងមានចិត្តកោតខ្លាចដល់ព្រះនោះយើងមិនត្រូវខ្លាចដល់អ្វីទៀតឡើយនៅពេលដែលមានខ្មាំងសត្រូវឈ្លានពានមកដល់នោះស្ដេចដាវីតបាននិយាយថាកាលណាមនុស្សអាក្រក់គឺជាពួកទាស់ទទឹងហើយជាខ្មាំងសត្រូវនៃខ្ញុំ
បានសង្ខក់លើខ្ញុំដើម្បីនឹងស៊ីសាច់ខ្ញុំនោះគេបានជំពប់ដួលទាំងអស់គ្នានៅក្នុងខ2បង្ហាញឲ្យឃើញពីការដែលខ្មាំងចូលលុកសង្ខក់อยู่តែម្ដងតែពេលខ្លះខ្មាំងចូលមកតាមរបៀបផ្សេងទៀតសូមយើងចាំស្ដាប់នៅក្នុងខ3ដែលបានពោលថាទោះបើមានពួកពលមកបោះតបច្បាំងនឹងខ្ញុំគង់តែចិត្តខ្ញុំមិនភ័យឡើយនេះបានបញ្ជាក់ឲ្យឃើញថាមានខ្មាំងកំពុងតែឡោមព័ទ្ធត្រៀមរៀបចំខ្លួនជាស្ដេចរួចអស់ទៅហើយយើងមិនដឹងថាតើការប្រឈមមុខនៅបញ្ហាទាំងពីរនេះគឺថាតើណាមួយដែលពិបាកជាងគេការដែលចូលសង្ហុកដោយមិនដឹងខ្លួននិងការដែលគេត្រៀមប៉ុតជុំវិញរួចជាស្រេចហើយនោះចំពោះខ្ញុំវិញគឺការដែលសត្រូវបើកចំហចំពោះមុខប្រហែលជាងាយស្រួលជាងការដែលសំងំចាំវាប្រហារតែម្ដងបងប្អូនអាចនឹងមានខ្មាំងសត្រូវចាំលាក់ពួននៅក្នុងកន្លែងធ្វើការឬក៏នៅក្នុងពួកជំនុំក៏ថាបាននៅកន្លែងនៃជីវិតរស់នៅប៉ុន្តែសូមស្ដាប់ស្ដេចដាវីតថ្លែងថាគង់តែចិត្តខ្ញុំមិនភ័យឡើយទោះបីមានចម្បាំងទាស់នឹងខ្ញុំគង់តែខ្ញុំនឹងមានចិត្តសង្ឃឹមបានដែរនេះសម្ដែងឲ្យឃើញថាទោះបីមានខ្មាំងចូលលុកដោយមិនដឹងខ្លួនឬដឹងខ្លួនយើងអាចនឹងមានភាពលំនឹងដោយសារការដែលយើងនឹងទុកចិត្តលើព្រះដែលជាពន្លឺរបស់យើងដែលយើងមិនត្រូវភ័យខ្លាចពីព្រោះព្រះទ្រង់ជាព្រះសង្គ្រោះរបស់យើងតើយើងធ្វើដូចម្តេចនឹងអាចទទួលការពារពីព្រះជាម្ចាស់បានគឺត្រូវនៅជាប់ជាមួយនឹងព្រះគ្រីស្ទនៅក្នុងខ4ថាខ្ញុំបានសូមសេចក្តីតែមួយពីព្រះយេហូវ៉ាហើយនឹងស្វែងរកសេចក្តីនោះឯងគឺឲ្យខ្ញុំបាននៅក្នុងដំណាក់នៃព្រះយេហូវ៉ារាល់តែថ្ងៃមួយជីវិតខ្ញុំរំពឹងមើលពីសេចក្តីលំអនៃព្រះយេហូវ៉ាហើយនឹងពិនិត្យពិចារណានៅក្នុងព្រះវិហាររបស់ទ្រង់ដូច្នេះសូមឲ្យចិត្តយើងម្នាក់កុំបីឲ្យមានការព្រួយបារម្ភពីការខ្វះសមត្ថភាពឬការខ្វះខាតណាមួយនោះឡើយត្បិតព្រះទ្រង់ជាពន្លឺជាសេចក្តីសង្គ្រោះជាកម្លាំងនៃយើងទ្រង់គឺអ្វីគ្រប់ទាំងអស់ដែលយើងត្រូវការខ្លាចអាចធ្វើឲ្យចិត្តគំនិតនិងបំណងធ្លាក់ស្រុតចុះខ្សោយបានប៉ុន្តែយើងជាអ្នកគ្រីស្ទានយើងមានកម្លាំងដែលខ្លាំងជាងអ្វីដែលនាំឲ្យយើងខ្លាចនោះទៅទៀតតើនៅពេលនេះបងប្អូនកំពុងប្រឈមមុខនឹងការភ័យខ្លាចណាមួយឬអ្វីដែលបងប្អូនកំពុងតជិតក្នុងទីសមរភូមិនោះចូលមានទំនុកចិត្តលើព្រះដែលទ្រង់នឹងការពារទ្រង់ជាកម្លាំងរបស់បងប្អូនលោកអ្នកទ្រង់នឹងនាំបងប្អូនលោកអ្នកឆ្លងកាត់សង្គ្រាមនោះបានដោយជោគជ័យចូលលើកសរសើរព្រះនាមព្រះជាម្ចាស់